ទើបដាច់ឆ្នាំ2025ចូល2026មិនទាន់បានអីផងឥឡូវជិតដល់បុណ្យចូលឆ្នាំចិនទៀតបាទបងប្អូនអើយកលេចមកមើលផ្សាររាត្រីយន្តហោះ747ក្រុងប៉ោយប៉ែតយើងឥឡូវចាប់ផ្ដើមរៀបចំដាក់គោមដាក់អីហើយនិយាយរួមទៅគឺតុបតែងជាលក្ខណៈបែបពិធីបុណ្យប្រពៃណីជនជាតិចិនខ្ញុំជឿជាក់ថាបងប្អូនអ្នករស់នៅប៉ោយប៉ែតប្រកាសជាស្គាល់ហើយកន្លែងដែលមានយន្តហោះធំមួយបាទនៅជិតសាលាក្រុងប៉ោយប៉ែតនៅទីនេះបងប្អូនយើងអាចមកកំសាន្តលេងជារៀងរាល់ថ្ងៃបើសិនជាបងប្អូនគ្រាន់តែចូលថតរូបចូលពេលណាក៏បានដែរពេលព្រឹកពេលថ្ងៃពេលល្ងាចពេលយប់តែបើសិនជាបងប្អូនចង់មកហើយទិញអីញ៉ាំគឺមកចាប់ពីម៉ោង4ល្ងាចតទៅបាទហ្នឹងគឺផ្សាររាត្រីយន្តហោះ747របស់យើងគឺចាប់ផ្ដើមបើកដំណើរការមានលក់ម្ហូបអាហារមានលក់ភេសជ្ជៈគ្រប់មុខបាទមានកន្លែងហ្សូនប្រគំតន្ត្រីហ្សូនចាក់តន្ត្រីចាក់ភ្លេងហើយជាពិសេសបងប្អូនយើងក៏អាចឡើងច្រៀងលេងកម្សាន្តសប្បាយជួបជុំបងប្អូនជួបជុំញាតិមិត្តមួយទៀតសម្រាប់បងប្អូនដែលមិនទាន់ធ្លាប់ជិះរបស់លេងថ្មីគឺម៉ូតូលម៉កហ្នឹងហើយម៉ូតូកង់3អគ្គិសនីឬក៏ម៉ូតូរ៉ឺម៉កកង់3អគ្គិសនីហ្នឹងគឺអាចជួលជិះបានមួយគ្រឿង 4000 រៀលជិះបាន3នាក់ហើយមួយទៀតយើងក៏មានរថភ្លើងជិះពីក្រោមយន្តហោះ Boeing 747យើងផងដែរសម្រាប់រថភ្លើងម្នាក់តែ2000 រៀលទេដូច្នេះកុំភ្លេចណាបងប្អូនបាទមកទទួលយកជាមួយនឹងការកំសាន្តអារម្មណ៍ក៏ដូចជាចំណីចក្ខុថ្មីនៅផ្សាររាត្រីយន្តហោះ747បាទជាមួយនឹងរដូវកាលបុណ្យចូលឆ្នាំចិនខាងមុខនេះ